Bạn sẽ khá chiประเภทมาเตอร์กันស្រូវប្រើភ្លើងលក្ខណៈគូសាអាចកិនបានរហូតដល់200គីឡូក្នុង1ម៉ោងហើយជាក់ស្ដែងមុននឹងភ្ញៀវយកចេញទៅគឺគាត់យកស្រូវមកធ្វើការកិនសាកមើលថាអង្គដែលចេញមកគឺបានកម្រិតណាហើយដូចបានបង្ហាញក្នុងវីដេអូបាទអង្គដែលខាងលើគឺប្រភេទអង្គលូនហើយខាងស្ដាំជាប្រភេទដែលអង្គបាក់ហើយអង្គកតិចបាទហើយអង្គកតិចដែលមកច្រើនជាងអង្គបាក់គឺដោយសារតែស្រូវខាងភ្ញៀវគឺថាដល់ពេលអញ្ចឹងគឺពេលដែលកិនមកគឺអង្គដែលបាក់គឺច្រើនជាងអង្គដែលប្រលូនបាទហើយសម្រាប់កំពង់មួយនេះគឺកំពង់ប្រហោងកាមហើយសម្រាប់ត្បាល់សេរីថ្មីនេះគឺកន្លែងប្រហោងកាមគឺអត់ប្របាក់ប្រម៉ូទេបាទគឺនៅផ្ដុំតែមួយកន្លែងបាទហើយអានេះកំពុងតែធ្វើការតេស្តសាកវាយកាមហើយវាយកតុបាទហើយនេះគឺលទ្ធផលដែលកតុដែលបានវាយចេញមកបាទគឺម៉ត់អាចប្រើការបានប៉ុន្តែបច្ចៈគឺអត់ម៉ត់ដូចនៅជាមួយនឹងម៉ាស៊ីនធំទេប៉ុន្តែអាចយកទៅប្រើការបានហើយខាងនេះគឺកាមដែលមិនទាន់វាយបាទគឺនៅរៀងក្រើមបាទ